ខ្ញុំសូមអាននៅព្រះគម្ពីរលោកុបាទចំពោះ6ខ1ទៅដល់ខ22កាលពួកមនុស្សចាត់តាំងមានគ្នាច្រើននៅលើផែនដីឡើងហើយបង្កើតបានកូនស្រីនោះពួកកូនប្រុសរបស់ព្រះគេឃើញកូនស្រីរបស់មនុស្សថាជាស្រស់ល្អក៏យកធ្វើជាប្រពន្ធតាមតែចិត្តគេទៅព្រះយេហូវ៉ាមានបន្ទូលថាវិញ្ញាណអញនឹងមិនតវ៉ានឹងមនុស្សជាដរាបទេពីព្រោះគេជាសាច់ឈាមប៉ុណ្ណោះអាយុគេនឹងបានត្រឹមតែ120ឆ្នាំវិញនៅជំនាន់នោះមានមនុស្សរូបធំសម្បើមនៅផែនដីក្រោយនោះមកកាលពួកកូនប្រុសរបស់ព្រះបានចូលទៅឯកូនស្រីរបស់មនុស្សហើយនាងទាំងនោះបានបង្កើតកូនឲ្យគេនោះបានជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីដើមជាមនុស្សមានល្បីឈ្មោះព្រះយេហូវ៉ាទ្រង់ឃើញថាការអាក្រក់របស់មនុស្សបានចម្រើនជាច្រើនឡើងនៅផែនដីហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះឯព្រះយេហូវ៉ាទ្រង់ស្ដាយដោយបានបង្កើតមនុស្សនៅលើផែនដីហើយទ្រង់មានព្រះハរតីព្រួយរួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថាអញនឹងលុបមនុស្សដែលអញបានបង្កើតមកឲ្យសូន្យបាត់ពីផែនដីចេញចាប់តាំងពីមនុស្សរហូតដល់សត្វជើង4សត្វលូនវានិងសត្វហើរលើអាកាសផងត្បិតអញស្ដាយដែលបានបង្កើតគេមកប៉ុន្តែណូអេបានប្រកបដោយព្រះគុណនៅចំពោះព្រះយេហូវ៉ាវិញនេះជាពងសាវតារបស់ណូអេគាត់ជាអ្នកសុចរិតហើយគ្រប់លក្ខនៅក្នុងដំណរវងខ្លួនគាត់ក៏ដើរជាមួយនឹងព្រះហើយបង្កើតបានកូនប្រុស3គឺសិមវ័នហាំវ័ននិងយ៉ាផែតវ័នឯផែនដីនោះបានខូចអាក្រក់នៅចំពោះព្រះក៏មានពេញជាសេចក្តីកាចសាហាវផងហើយព្រះទ្រង់ទតមើលផែនដីឃើញថាខូចអាក្រក់ដូច្នេះត្បិតគ្រប់ទាំងសាច់បានបង្ខូចផ្លូវខ្លួននៅផែនដីទៅហើយព្រះទ្រង់មានបន្ទូលទៅណូអេថាអស់សាច់ត្រូវផុតចេញពីមុខអញហើយត្បិតផែនដីបានពេញជាសេចក្តីកាចសាហាវដោយសារគេមើលអញនឹងបំផ្លាញគេទៅជាមួយនឹងផែនដីផងចូលឯងយកឈើម៉ៃសាក់ធ្វើជាទូកធំសម្រាប់ឯងត្រូវឲ្យធ្វើបន្ទប់នៅក្នុងទូកនោះហើយពណ៌ជ័រទាំងខាងក្នុងខាងក្រៅត្រូវឲ្យឯងធ្វើយ៉ាងដូចនេះគឺបណ្ដោយ300ហត្ថទទឹង50ហត្ថហើយកម្ពស់30ហត្ថត្រូវធ្វើបង្អួចក្នុងទូកចុះពីលើ1ហត្ថហើយត្រូវឲ្យមានទ្វារនៅពីខាងចំហៀងត្រូវធ្វើឲ្យមានថ្នាក់ក្រោមថ្នាក់ទី2និងថ្នាក់ទី3នោះអញមើលគឺអញនេះហើយនឹងធ្វើឲ្យមានជំនន់លើផែនដីដើម្បីនឹងបំផ្លាញគ្រប់ទាំងសាច់ដែលមានដង្ហើមជីវិតពីក្រោមមេឃចេញគ្រប់ទាំងអស់នៅផែនដីនឹងត្រូវស្លាប់បង់តែអញនឹងតាំងសេចក្តីសញ្ញាអញចំពោះឯងហើយឯងនឹងចូលទៅក្នុងទូកធំនោះព្រមទាំងប្រពន្ធកូននិងកូនប្រសាឯងជាមួយនឹងឯងដែរឯត្រង់អស់ទាំងសាច់ដែលមានជីវិតទាំងឡាយនោះចូលឲ្យឯងនាំយកមួយគូទាំងឈ្មោលទាំងញីគ្រប់ទាំងពូជចូលទៅក្នុងទូកឲ្យបានរួចជីវិតជាមួយនឹងឯងផងគឺសត្វហើរតាមពូជសត្វជើង4តាមពូជនិងសត្វលូនវានៅដីគ្រប់មុខតាមពូជផងគ្រប់ទាំងពូជសត្វនឹងមកឯងមួយគូឲ្យបានរួចជីវិតត្រូវឲ្យឯងយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ
ប្រមូលមកទុកជាស្បៀងសម្រាប់ឯងនិងសត្វទាំងនោះណូអេក៏ធ្វើដូច្នោះតាមគ្រប់ទាំងសេចក្តីដែលព្រះបានបង្គាប់គាត់ធ្វើការនេះសម្រេចទាំងអស់អាមែន